សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងបានវិលមកទៀតហើយក្នុងរាត្រីយប់នេះដោយរឿងនេះមានចំណងជើងថាខ្មោចឈួតនិងតណ្ហាដូចនេះហើយយើងចូលមកសាច់រឿងយើងទាំងម្ដងមកកាលពីឆ្នាំ1993ពេលនោះនាងខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយជារបស់បារាំងនាងខ្ញុំជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យផ្ទះដែលជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើពីរខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើនៅជុំវិញផ្ទះគួរឲ្យចង់រស់នៅជើងក្រោមគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកជន់លើធ្វើជាកន្លែងសម្រាកមានបន្ទប់ទាំងអស់ចំនួន4បន្ទប់ធំជាងគេជារបស់លោកអនុប្រធានដោយសារនៅមានបន្ទប់ទំនេរនៅឡើយលោកអនុប្រធានក៏អនុញ្ញាតឲ្យនាងខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយជាងគេរាល់ថ្ងៃសម្រាកផ្ទះនេះតែងតែស្ងាត់ព្រោះនៅចាំកន្លែងតែនាងខ្ញុំនិងចុងភៅពីរនាក់ទៀតតែប៉ុណ្ណោះបន្ទប់សល់ពីរទៀតនៅជប់គ្នាហើយនៅចំពីមុខទ្វាររបងផ្ទះផងធ្លាប់បានឮថាចាស់និយាយថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មោចឆ្លងកាត់នាងខ្ញុំមកនៅយូរក្រែលដែលហើយនៅមិនទាន់ឃើញអីទេប៉ុន្តែចុងភៅគិតឧស្សាហ៍ឃើញញឹកញាប់ណាស់ថាដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើឲ្យនាងខ្ញុំមានការសង្ស័យរហូតមកមានថ្ងៃមួយមិត្តភ័ក្តិរបស់នាងខ្ញុំបានឈៀងមកលេងនាងខ្ញុំដោយបបូននាងខ្ញុំទៅដើរលេងទៅរកអីញ៉ាំនៅខាងក្រៅនិងតម្រាំត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមនាងខ្ញុំបើកបន្ទប់មួយដែលនៅជាប់នឹងបន្ទប់ទឹកឲ្យមិត្តភ័ក្តិនៅខ្ញុំសម្រាកគិតថាឲ្យងាយស្រួលចេញចូលបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅប្រហែលម៉ោង11យប់តាមធម្មតានាងខ្ញុំមិនដែលមានរឿងអ្វីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលនឹកគិតមិនដល់នោះត្រឡប់ជាកើតឡើងជាមួយមិត្តភ័ក្តិរបស់នាងខ្ញុំទៅវិញមិត្តនាងខ្ញុំនិយាយឲ្យស្ដាប់ថាពេលនាងចូលបន្ទប់ទឹកត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងនាងគ្រប់ពេលវេលាអញ្ចឹងក្រោយមកពេលនាងទម្លាក់ខ្លួនគេងនាងក៏ឃើញបរិសម្នាក់ដើរទម្លុះទ្វារចូលមកទាំងទ្វារនៅបិទយ៉ាងជិតឈឹងនាងភ័យណាស់ប្រញាប់ស្រែកហៅនាងខ្ញុំប៉ុន្តែនាងស្រែកមិនរួចសូម្បីតែកម្រើកខ្លួនក្រោកឡើងក៏ក្រោកមិនរួចផងបរិសម្នាក់នោះបានដើរមកនាងខ្ញុំនៅកន្លែងគ្រែគេងនៅខណៈនោះនាងកំពុងតែដេកផ្ងាបរិសម្នាក់នោះមកអង្គុយក្បែរនាងរួចហើយលុកដៃមកចាប់ក្បាលពោះរបស់នាងព្យាយាមបំរាស់ខ្លួនកិច្ចចេញប៉ុន្តែធ្វើមិនបាននាងបានតែទន្ទិញនមោនៅក្នុងចិត្តតែអាខ្មោចនោះនៅតែសើចហានៅក្នុងដើមកបន្ទាប់មកវាបានលុកដៃចូលទៅក្នុងអាវរបស់នាងព្រមទាំងខំក្បាលពោះរបស់នាងយ៉ាងសប្បាយមិត្តភ័ក្តិរបស់នាងខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅគណៈពេលដែលអាខ្មោចឈួតនឹងតណ្ហាកំពុងតែភ្លើតភ្លើននៅលើក្បាលពោះរបស់នាងនោះនាងសម្លឹងមើលទៅខ្លួនរបស់វាឃើញធំថ្មឹងសម្បុរខ្មៅព្រីងព្រមទាំងស្លៀកក្បិនកញ្ចាស់តែមួយគួតអាវក៏អត់មានពាក់នាងគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបានអង្អែលដើមទ្រូងរបស់នាងឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកល្វែលក្រោមរបស់នាងទៀតនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងតតែចេះគ្មានប្រយោជន៍ឡើយព្រោះវាដូចជានាងរុញខ្ជុលអញ្ចឹងនាងមិនអាចប៉ះត្រូវរាងកាយរបស់វាឡើយពេលនោះវាបានទម្លាក់ខ្លួនទ្រពពីលើរាងកាយរបស់នាងណែនស្ទើរដកខ្ជុលមិនចង់រួចចៃដន្យនាងបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងយកជើងធាក់ជញ្ជាំងយ៉ាងខ្លាំងពេញទំហឹងពេលនោះម៉ោងប្រហែល12អត្រា
នាងខ្ញុំមានអារម្មណ៍ឈឺពោះក៏ចូលទៅក្នុងបន្ទប់ទឹកនាងបានឮសំឡេងនាងធាក់ទ្វារលន់គ្រៀងនាងខ្ញុំអារម្មណ៍ក្រែងនាងមានរឿងអ្វីក៏គោះទ្វារបន្ទប់នាងហៅតិចពេលបានឮសំឡេងគោះទ្វារអាខ្មោចនោះវាក៏បាត់ខ្លួនទៅពេលនាងខ្ញុំបានរួចខ្លួនហើយនាងក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចរញីរញ័រនិយាយដាច់ប្រាប់រឿងរ៉ាវនេះដល់នាងខ្ញុំនាងប្រាប់នាងខ្ញុំថាតាំងពីកើតមកមិនដែលបានជួបហេតុការណ៍ឈួតបែបនេះទេមិនដឹងជាខ្មោចអំបល់យកអីងាប់ទៅហើយនៅតែចង់រោមភេទទៀតឲ្យតែមានខ្មោចម៉ាក់នឹង4-10ក្បាលច្បាស់ជាក្រមុំពោពោះអត់ប្តីគ្រប់គ្នាជាពំខានឡើយរឿងខ្មោចឈួតនិងតណ្ហាក៏ជាមកដល់ការបញ្ចប់ទៅហើយ